Voice Cambodia น้อมមកជួនផ្ដាច់មុខដោយ Cambodia Beer Icy Cool Express សូមបន្តជាមួយនឹងកំឡោះចាស់មកពីខេត្តស្វាយរៀងវ័យ33ឆ្នាំម្នាក់នេះវិញម្ដងជំរាបសួរខ្ញុំបាទឈ្មោះវ៉ាសុរាវ័នមកពីខេត្តស្វាយរៀងបច្ចុប្បន្នខ្ញុំរស់នៅទីក្រុងភ្នំពេញសប្តាហ៍ថ្ងៃខ្ញុំជាអាជីវករលក់ដូរចង្រិតបំពងប្រឡងលើកទីប្រហែលណារាវ័នក្នុងឆាកជីវិតអត់ដែរសោះបងអត់ដែរសោះបងបាទប្រឡងលើកទី1ជាប់ម្ដងវគ្គដល់ចាស់មកនេះលើកទី1ហ្នឹងគឺខ្ញុំថារំភើបមែនតើឆ្ងល់ខ្លួនឯងមិនដឹងនឹកស្មានថាធ្លាប់តែអ្នករស់ស៊ីលក់ចង្រិតលក់ចង្រិតបាទបងបាទចង្រិតដុកឌឺតេះឡង់ត្រឡងតនបានពុះលេងកូនវាកម្មជាតិជាក់ជាតិហ្មងជាតិមកហើយខ្ញុំលក់ចង្រិតបំពងអញ្ចឹងគេមកគេហៅថាអ៊ីណូតែគិតថាការចូលរួមរបស់រាវ័ននៅក្នុងកម្មវិធី The Voice នេះអាចផ្ដល់ផលប្រយោជន៍អ្វីខ្លះជូនដល់រាវ័នបើសិនជាខ្ញុំមកប្រឡងចម្រៀងជាប់អញ្ចឹងទៅអញ្ចឹងការលក់ដូររបស់ខ្ញុំវាកាន់តែរីកចម្រើនស៊ូធ្វើឲ្យបានល្អថ្ងៃនេះអូខេសូមជើញបាទបទចម្រៀងដែលខ្ញុំបកស្រាយខ្ញុំនឹងព្យាយាមធ្វើឲ្យបានល្អធ្វើម៉េចឲ្យតាក់ទាញខូចទាំង4ឲ្យគាត់បេតុងឲ្យបានទាំង4ហើយខ្ញុំនឹងតាំងចិត្តធ្វើវាឲ្យបានម៉ោងបាយហើយម៉ោងបាយបងនឹកអូននឹកគ្រប់ហូបនំនួនដែលមានស្ងួនធ្លាប់ធ្វើឲ្យញ៉ាំសល់ត្រឹមចានក្លិនបងចាំឈ្ងុយឆ្ងាញ់ពេញបន្ទប់ឈឺចាប់មកទឹកភ្នែកមកដល់ខូក្បាលខ្ញុំវិលបេះដូងខ្ញុំនៅសល់ស្លាកស្នាមស្នេហ៍ឈឺចាប់សូមទុំអូនសូមតស្ងួនគ្រប់យ៉ាងថែមិនបានបណ្ដោយឲ្យកូនយ៉ាងចាចេញទៀងទឹកភ្នែកម៉ោងបាយហើយម៉ោងបាយបងនឹកអូននឹកគ្រប់ហូបនំនួនដែលមានស្ងួនធ្លាប់ធ្វើឲ្យញ៉ាំសល់ត្រឹមចានក្លិនបងចាំជួយឆ្ងាញ់ពេញបន្ទប់ខំញញឹមសោចបនឡខំញញឹមព្យាបាលខ្លួនខ្លាចឈឺលើដើមហើមបេះដូងយំនឹកអូនទេនឹកស្ងួនរហូតជំរាបសួរឈ្មោះអីអូនវ៉ាសុរាវ័នច្រៀងដោយម្ចាស់បទមែនតែនហ្មងមានដែរដឹងអត់គាត់ថាសំដៀងគាត់តិចតួចបងអញ្ចឹងហ៎ប៉ុន្តែមានគេនិយាយអញ្ចឹងដែរមានគេនិយាយថាដូចអញ្ចឹងដែរបាទបងបាទបងរ៉ាត់និយាយភ្លាមពេលដែលបងស្ដាប់ហ្នឹងបងផ្ទៀងជាស្ដាប់ដោយសារស្តៀងខ្លាំងបើនិយាយពីស្តៀងគឺស្តៀងខ្លាំងណាចាតែ
ផ្ទៀងតិចស្ដាប់ទៅកន្លែងខ្លះគឺអត់ដូចអ៊ីណូឯងព្រោះអ៊ីណូគាត់ស្វាចហើយគាត់រៀងសង្កត់ណា ចា សង្កត់ឲ្យមុតជាង ចាវ៉ាវ មិនចឹងភា ខ្ញុំ គៀងតែមិនទៅបានហើយ សប្បាយនិយាយសប្បាយនិយាយខ្ញុំសប្បាយនិយាយដូចអត់បងប្អូនដូចអត់ចាមិនធំតែសំឡេងស្តៀងទេចាប៉ុន្តែសូម្បីតែរូបរាងក៏ស្តៀងដែរហើយខ្ញុំមិញអារម្មណ៍របស់ខ្ញុំចិត្តតែមានអារម្មណ៍ថាប្រហែលគេប្រេងឯហ្នឹងកម្មវិធីប្រេងខ្ញុំគិតថាកម្មវិធីប្រេងឯងព្រោះស្តៀងប៉ុន្តែដោយបង្រិតបានលើកឡើងអញ្ចឹងមានចំណុចខ្លះអត់ទាន់មុតដល់ចាដោយសារសំឡេងរបស់ម្ចាស់ដើមគាត់មានចំណុចគេហៅថាទៅដល់គោលដៅចំហើយរៀងមុតជាងហ្នឹងប៉ុន្តែរាល់ស្ទឿនអឿនអាលាក់កន្លែងកលុកកលាក់អីគឺស្តៀងគ្នាស្តៀងមែនតើហ្មង ចានៅក្នុងនឹងដែរពេលខ្លះទៅពួកខ្ញុំមានទូនីតិមួយសម្រាប់ស្ដាប់ ចា និងបង្វឹកហើយដែលខ្ញុំមានទូនីតិសម្រាប់ស្ដាប់និងបង្វឹកប៉ុន្តែទីទូទៅនៅពេលដែលយើងចាប់ដើមធ្វើបទចម្រៀងឬមួយយើងស្រឡាញ់បទមួយណាក៏ដោយជាការពិតគឺយើងអត់អាចថាឲ្យទៅមកជាគេទាំងអស់បែបផែនដូចស្តៀងខ្ញុំទទួលស្គាល់ថាស្តៀងចឹងហ្មង 80% ចាដល់ពេលអញ្ចឹងទៅយើងមានអារម្មណ៍ថាវាក្លោហុងកន្លែងខ្លះវាទៅអត់តន់ទេប៉ុន្តែយ៉ាងណាដូចគាត់ទៅសើរភាពក្លាហានមិនមែនទេព្រោះបត់គាត់អត់ស្រួលទេ ចាបងចង់ដឹងបន្តិចថារ៉ាវ៉ាន់សប្តាហ៍ថ្ងៃហ្នឹងជាអ្នកចម្រៀងហ្មងឬមួយក៏បំពេញការងារអីដែរ ប្អូនអ្នកលក់ចង្រិតអំពងបង មានមុខរបរខ្លួនឯងណា បាទបងបាទ ចាមានមុខរបរខ្លួនឯងស្រាប់ហើយប៉ុន្តែមូលហេតុអីបានជាដូចថាចង់មកចូលរួមប្រឡងប្រជែងទៀតស្រឡាញ់ ស្រឡាញ់បងស្រឡាញ់ ស្រឡាញ់ហ្មងចង់ខ្លាយជាអ្នកចម្រៀងហើយ idol ក្នុងចិត្ត ស្រឡាញ់អត់ទាំងអស់បងគាត់ថាអ្នកផ្ទះគាត់គាត់ថាខ្ញុំស្តៀងបងប្រុសអ៊ីណូហើយក៏ចង់ឲ្យខ្ញុំមកឡើងមកបកស្រាយមកបត់មកចូលរួមប្រឡងប្រជែងណា បាទឥឡូវអស់ចិត្តហើយ អស់ចិត្តហើយតាំងក៏ពិតបងក៏រីករាយដែរព្រោះដោយសារដូចថាប្លែកអារម្មណ៍ព្រោះឯងមិនងាយមានអ្នកដែលអាចច្រៀងស្តៀងគេហៅថាស្ទើរតែ 80% ដូចម្ចាស់ដើមចាកម្រមានណាហើយដល់ពេលប្អូនគឺគេហៅថាដូចមានសំណាងមួយដែលយើងមានសម្លេងដូចតែស្តៀងគាត់ហើយមិនត្រឹមប៉ុណ្្នឹងទេស្មីតការរៀបចំខ្លួនអីមើលទៅរូបរាងអីក៏ស្តៀងដែរអញ្ចឹងនេះគឺជាសំណាងរបស់ប្អូនមួយដែរដែលអាចឡើងមកដល់វគ្គ The Blind Audition ណាចាបើតែយើងមានសមត្ថភាពប្លែកពីគេទើបយើងអាចមានឱកាសមកដល់វគ្គនេះតែម្ដងណាចាទោះបីជាឥឡូវនឹងអត់ទទួលបានការគប់ប៊ូតុងពីខូចរបស់យើងប៉ុន្តែវាជាគេហៅថាសមត្ថភាពរបស់ប្អូនមួយជាអនុស្សាវរីយ៍ដ៏ល្អមួយសម្រាប់ខ្លួនឯងណាចាបងជឿថាអូននឹងមិនបោះបង់ចោលអរគុណច្រើន បាទអរគុណអូនអរគុណ ទេគុំវ៉ាន់ អរគុណអូន បងយកគ្រប់ប្រេងតា ខ្ញុំគិតថាអញ្ចឹងដែរ អូខេរវ័នអរគុណច្រើនអរគុណចូលរួមសោកស្ដាយរវ័នណាថ្ងៃនេះទោះបីជាមានការខ្វះខាតចំណុចបន្តិចបន្តួចក៏ប៉ុន្តែរវ័នបានធ្វើយ៉ាងល្អនៅលើឆាកដ៏អស្ចារ្យរបស់យើង Voice Cambodia រត់នៅការទី2